spear គឺជាអាវុធថ្មីដ៏ខ្លាំងមួយនៅក្នុង Minecraft ប៉ុន្តែយើងអត់សូវដឹងអំពី combo ដែលយើងអាចយកវាលេងបានណាពីច្រើនគេយកលេងវា combo ជាមួយនឹង mesh combo ជាមួយនឹងអីចឹងទៅដូចជា combo ជាមួយនឹង line swap យកទៅវាយគ្នាជាមួយនឹង mesh មួយអីចឹងទៅក៏តែវាក៏មាន combo សម្រាប់លេងតែវាផ្ទាល់ក៏បានដែរនៅពេលដែលយើងអត់មាន mesh គឺ combo ក៏វាមានច្រើនចឹងបើនិយាយពី spear អ្នកបងប្អូនប្រកាសចំណឹកឃើញនៅពេលដែលយើងកាន់ spear ហើយយើងរត់ទៅចាក់គេហើយចឹង combo មួយនេះគឺប្រើការបានទេបើមិនយើងយកចឹងទៅវាយមួយគេច្បាស់ណាស់ជាគេវាយងប់ខាងទេតែនៅមាន combo មួយទៀតគឺយើងអាចជីសេះយកទៅចាក់មួយគេក៏ប៉ុន្តែ combo មួយនេះគឺថាវាអត់បានការដែរបើមិនយើងជីសេះយើងអាចចាក់បាននៃ zombie ចាក់អីទេបើមិនយើងយកទៅវាយជាមួយគេប្រកាសជាវាយយើងងាប់ហើយគឺវាចាក់ឈ្នះគេទេក៏ប៉ុន្តែគឺវានៅមាន combo ផ្សេងទៀតដែលយើងអាចយកទៅវាយជាមួយគេបានហើយ damage របស់វាគឺខ្ញុំគិតថាគួរសមចឹងនៅក្នុងនោះគឺខ្ញុំចង់បង្ហាញ mod មួយផងដែរដែល mod ហ្នឹងគឺយើងអាចដាក់វាទៅហើយយើងអាច spawn ជាមួយនឹង player បានណាយើងចង់ spawn player ណា player ទៅឲ្យយើងដាក់ឈ្មោះត្រូវមកគឺវាចេញមកហើយចឹង player មួយហ្នឹងគឺយើងអាច practice មួយវាបានគឺវាប្រៀបដូចជា bot ឲ្យសម្រាប់ឲ្យយើងវាយចឹង damage របស់ spear គឺគិតទៅលើល្បឿនបំលាស់ទីរបស់យើងបំលាស់ទីកាន់តែលឿនគឺ damage របស់វាកាន់តែច្រើនចឹងយើងអាចលេងវាជាមួយនឹងtechnique មួយដែលគេឲ្យឈ្មោះថា pearl catch អញ្ចឹងយើងអាចលេងវាជាមួយនឹង technique pearl catch បានអញ្ចឹង technique pearl catch ហ្នឹងយើងគប់ ender pearl ឡើងទៅលើហើយយើងគប់ wind charge ឲ្យប៉ះជាមួយនឹង ender pearl អញ្ចឹងយើងនឹង teleport ឡើងទៅលើហើយបន្តទៅទៀតយើងកាន់ spear ហើយយើងចាក់ចុកមកក្រោមវិញមកអញ្ចឹង combo មួយហ្នឹងគឺវាមិនសូវជាមាន damage ឈឺប្រហែលទេក៏ប៉ុន្តែគឺវាអាចមានគួរសមដែរចំពោះកៅអៅ netherite protection 4គឺយើងអាចស៊ីបេះដូង3កន្លះអញ្ចឹងគឺវាឈឺគួរសមដែរអញ្ចឹង combo ដែលខ្ញុំចង់និយាយនៅក្នុងហ្នឹងគឺ combo ដែលខ្លាំងបំផុតរបស់ spear នោះគឺយើងយកវា combo ជាមួយនឹង Elytra អញ្ចឹងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយនៅពេលដែលយើងហោះជាមួយនឹង Elytra ល្បឿនរបស់យើងគឺលឿនខ្លាំងមែនទែនអញ្ចឹងបើសិនជាយើងយកវាមក combo ជាមួយ spear គឺវាមាន damage ច្រើនមែនទែនហើយវាមានគ្រោះថ្នាក់ផងដែរហើយជាមួយនឹងគ្រោះថ្នាក់ដែលខ្ញុំនិយាយនោះគឺថានៅពេលដែលយើងហោះខុសបច្ចេកទេសយើងអាចនឹងបាក់កអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលយើងហាត់លេងវាស្ទាត់ទៅគឺអត់មានបញ្ហាទេគឺយើងអាចបត់ឡើងទៅលើវាទាន់ពេលវេលាឲ្យយើងបុករំដេះធន់នេះព្រោះថាវាបាក់កអញ្ចឹងរបៀបធ្វើ combo នោះគឺអត់មានអីពិបាកទេអ្នកទាំងនេះគាត់ទៅពាក់ជាមួយនឹង Elytra ហើយហោះឡើងទៅលើទៅហើយហោះមកកាន់គោលដៅរបស់យើងវិញមកបើសិនជាមេនៅពេលដែលយើងពាក់ Elytra គឺមេគឺវាអត់ដំណើរការទេប៉ុន្តែចំពោះ speed គឺវាដំណើរការធម្មតាទោះបីតែយើងនៅកំពុងពាក់ Elytra ហោះយើងចុចចាក់ក៏វាដំណើរការធម្មតាដែរអញ្ចឹងគឺវាអត់មានអីពិបាកលេងទេគឺងាយទេអាចយកវាលេងបានហើយ combo មួយនេះគឺ damage គឺខ្លាំងគួរសមដែរចំពោះ player ដែលមានកៅអៅ full netherite ហើយ full protection 4គឺយើងអាចចាក់បានរហូតដល់4បេះដូងកន្លះអញ្ចឹងគឺវាឈឺដែរគឺចិត្តពាក់កណ្ដាលគឺវាមិនសូវខ្លាំងដូចជាមេសទេក៏ប៉ុន្តែគឺវារៀងងាយស្រួលលេងជាងមេសខ្ញុំគិតថាណាគេក៏ចេះលេងដែរមិនសូវជាពិបាកលេងបានទេភាគច្រើនគឺយើងលេងវាជាមួយនឹងមេសព្រោះមេសគឺវាមាន damage ខ្ពស់ក្នុងការវាយជាមួយនឹង player អញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយមុនទៅកុំភ្លេចជួយចុច sub មួយផងចុច subscribe